នេះគឺជាទស្សនវិជ្ជានៅរមណីយដ្ឋានឋានសួគ៌បូកគោប្រវត្តិនៃរមណីយដ្ឋានឋានសួគ៌បូកគោឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោឬឧទ្យានជាតិភ្នំបូកគោមានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូខេត្តកំពតភ្នំបូកគោមានកម្ពស់1075ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រនិងមានចម្ងាយប្រហែល11គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ជើងភ្នំនៅចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917ដោយជនជាតិបារាំងនិងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋាននៅឆ្នាំ1922ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនៅអំឡុងពេលនោះភ្នំបូកគោគឺជាទីកម្សាន្តដ៏ល្បីល្បាញសម្រាប់អភិជនបារាំងនិងរាជវង្សានុវង្សឧទ្យានជាតិភ្នំបូកគោគឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាភ្នំបូកគោល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំនិងសម្រស់ព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់បំព្រងល្អឯកគ្មានគូប្រដូចក្នុងតំបន់ពីលើកំពូលភ្នំភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពដ៏ពេញពិលរមើលមើលនៃទិដ្ឋភាពទីក្រុងកំពតឆ្នេរសមុទ្រកែបខេត្តព្រះសីហនុនិងកោះជាច្រើននៅខាងក្រោមឧទ្យានជាតិភ្នំបូកគោមានដើមឈើត្រូពិចដុះពាសពេញលើភ្នំនិងសត្វព្រៃជាច្រើនប្រភេទព្រមទាំងទឹកជ្រោះតូចធំដ៏ស្រស់ស្អាតជាពិសេសគឺទឹកជ្រោះពពកវិលដ៏ល្បីល្បាញភ្នំបូកគោគឺជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាមិនថាធម្មជាតិអាកាសធាតុដំណើរកម្សាន្តរុករកឬសម្រាកលំហែនោះទេសុទ្ធសឹងតែអាចធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយស្រស់ថ្លានិងអនុស្សាវរីយ៍បំភ្លេចមិនបានតើអ្នកដឹងទេភ្នំបូកគោត្រូវបានដាក់ជាឧទ្យានជាតិឈ្មោះថាឧទ្យានជាតិព្រះមុនីវង្សដោយព្រះរាជក្រឹត្យកាលពីឆ្នាំ1993និងជារមណីយដ្ឋានមួយដែលត្រូវបានចាត់ទុកជាបេតិកភណ្ឌអាស៊ានដែលមានចំនួនតែ2ប៉ុណ្ណោះនៅក្នុងព្រះរាជាណាចក្រកម្ពុជារមណីយដ្ឋាននេះមានផ្ទៃក្រឡា1400គីឡូម៉ែត្រការ៉េភ្នំបូកគោគឺជាផ្នែកមួយនៃជួរភ្នំដំរីពេលមើលពីចម្ងាយរូបរាងរបស់ភ្នំមានរាងដូចជាបូករបស់សត្វគោត្រូវបានគេហៅថាបូកគោរហូតមករមណីយដ្ឋាននេះត្រូវបានកសាងឡើងដោយមានបញ្ចូលសាលារៀនប៉ុស្តិ៍ប៉ូលីសព្រះវិហារនិងមណ្ឌលកម្សាន្តដែលគេប្រសិទ្ធនាមថាលើបូកគោផាឡេសលើបូកគោផាឡេសគឺជាសន្តាគារមួយដែលស្ថាបនាឡើងសម្រាប់អភិជនបារាំងដែលជាអ្នកមានទ្រព្យស្ដុកស្ដម្ភទៅកម្សាន្តនៅថ្ងៃឈប់សម្រាកនិងជាពិសេសក្នុងរដូវក្តៅឬរដូវប្រាំងរបស់ខ្មែរយើងភ្នំបូកគោត្រូវបានគេកោតសរសើរថាជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនិងជាពិសេសជាងគេក្នុងតំបន់ភាគខាងត្បូងនៃប្រទេសដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំគឺចន្លោះពី15អង្សាសេទៅ25អង្សាសេនិងជួនកាលអាចធ្លាក់ដល់10អង្សាសេផងដែរកាលពីទសវត្សរ៍ឆ្នាំ1950និងឆ្នាំ1960សម្ដេចព្រះនរោត្តមសីហនុនិងអភិជនខ្មែរជាច្រើនក៏ជ្រើសយកភ្នំបូកគោនេះជាកន្លែងសម្រាប់ការលំហែកាយនារដូវក្តៅផងដែរអ្នកអាចរីករាយជាមួយទេសភាពដ៏ខៀវស្រងាត់និងបរិយាកាសដ៏ស្ងប់ស្ងាត់មនោរម្យនៅលើរមណីយដ្ឋានភ្នំបូកគោបានពេញមួយឆ្នាំពេលវេលាក្នុងការទៅកម្សាន្តដ៏ល្អបំផុតគឺនៅចន្លោះខែវិច្ឆិកាដល់ខែកុម្ភៈប្រសិនបើទៅកម្សាន្តនៅចន្លោះខែមិថុនាដល់ខែកញ្ញាវិញនោះអ្នកអាចនឹងជួបនៅភាពត្រជាក់និងសើមដែលជាទិដ្ឋភាពដ៏ប្លែកអារម្មណ៍មួយដែរនៅទសវត្សរ៍ឆ្នាំ1950មានចំការតែមួយដែលដាំដោយជនជាតិជប៉ុនចំការតែនេះមានទីតាំងនៅផ្នែកខាងកើតនៃរមណីយដ្ឋានឋានសួគ៌បូកគោដោយមានរយៈពេលធ្វើដំណើរប្រមាណជា5នាទីរមណីយដ្ឋានឋានសួគ៌បូកគោគឺជាសន្តាគារមួយថ្មីរបស់ក្រុមហ៊ុនសុខាថែលដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសូគីមិចរមណីយដ្ឋានឋានសួគ៌បូកគោគឺជារមណីយដ្ឋានលើកំពូលភ្នំខ្ពស់ដែលធំជាងគេនៅក្នុងប្រទេសកម្ពុជានិងមានបុគ្គលិកបម្រើការចំនួន 70% ជាប្រជាជនរស់នៅខេត្តកំពតបាទបន្ទាប់ពីខ្ញុំរៀបរាប់ប្រវត្តិខ្លះៗទាក់ទងនឹងភ្នំបូកគោក៏ដូចជាឋានសួគ៌បូកគោរួចហើយក៏ធ្វើដំណើរទៅកាន់វត្តសំពៅ5វិញម្ដងបាទនៅក្នុងវត្តសំពៅ5នេះគឺមានអាកាសធាតុត្រជាក់បរិសុទ្ធហើយនឹងមានភ្ញៀវជាតិក៏ដូចជាអន្តរជាតិផងដែរអញ្ជើញមកទស្សនាកម្សាន្តនៅលើភ្នំបូកគោក៏ដូចជានៅក្នុងវត្តសំពៅ5ហើយនេះគឺជាលើកទី1ឪពុកម៉ែបងប្អូនយើងបានខ្ញុំមិនដែលបានស្គាល់មិនដែលមកដល់ភ្នំបូកគោឬក៏ហៅថាជាឋានសួគ៌បូកគោនេះទេជាលើកដំបូងសម្រាប់ខ្ញុំហើយនៅក្នុងជីវិតវ័យពាក់កណ្ដាលហើយបានធ្វើដំណើរមករួមជាមួយ
ព្រះសង្ឃក៏ដូចជាតាអាចារ្យហើយនឹងរួមជាមួយញាតិញោមជាពុទ្ធបរិស័ទចិត្តឆ្ងាយអញ្ចឹងទៅគឺមកគ្នាចំនួន1ឡានបាទហើយមកដល់កន្លែងនេះក៏មើលការចុះអាប់ពេលដែលទៅនោះគឺការចុះអាប់នឹងមិនសូវជាខ្លាំងប៉ុន្មានទេបាទបន្ទាប់មកទៀតក៏ឃើញប្រាសាទហើយពេលដែលមើលពពកចុះអាប់ហើយក៏ឃើញនៅប្រាសាទនៅក្នុងវត្តសំពៅ5ហើយប្រាសាទនេះគឺខ្ញុំធ្លាប់ឃើញរូបភាពជាច្រើនឆ្នាំកន្លងមកហើយរហូតដល់ខ្ញុំភ្លេចទៅវិញបាត់ទៅហើយបាទអត់មានការចងចាំអីទេប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើដំណើរមកដល់ភ្នំបូកគោក៏ដូចជាវត្តសំពៅ5នេះក៏បានឃើញប្រាសាទហ្នឹងក៏នឹកឃើញឡើងវិញថាអូប្រាសាទហ្នឹងខ្ញុំធ្លាប់ឃើញក្នុងបណ្ដាញសង្គមជាច្រើនឆ្នាំកន្លងមកហើយធ្លាប់មានការចាប់អារម្មណ៍នឹកឃើញថាចង់ទៅស្គាល់ចង់ទៅលេងអីហ្នឹងតាមការសម័យអញ្ចឹងទៅហើយគិតថាប្រាសាទមួយនេះនៅប្រទេសគេមិនមែនជានៅខ្មែរអញ្ចឹងទៅហើយនេះគឺជាសំពៅ5ពុកម៉ែបងប្អូនយើងបាទដុំថ្មទាំង5នេះគឺគេតំណាងឲ្យជារូបសំពៅបាទដូច្នេះហើយវត្តហ្នឹងក៏គេដាក់ឈ្មោះថាវត្តសំពៅ5ហើយខ្ញុំខំទៅដើររកមើលថាឯណាសំពៅរកឃើញសោះឃើញតែដុំថ្មតែនៅពេលដែលមានបងប្អូនយើងអ្នកដែលស្គាល់គាត់ប្រាប់ថាថ្មនេះហើយដែលជាសំពៅ5តែបន្តមកទៀតក៏បងប្អូនកូនក្មួយយើងថតរូប selfie អញ្ចឹងទៅទុកជាអនុស្សាវរីយ៍ហើយទឹកសមុទ្រនេះមានកោះមួយនៅក្នុងទឹកសមុទ្រនោះហើយយើងមើលទៅឃើញរឿងតូចហ្នឹងគឺជាកោះត្រល់ពុកម៉ែបងប្អូនយើងបាទកោះត្រល់គឺមិននៅឆ្ងាយអំពីភ្នំបូកគោប្រហែលទេពុកម៉ែបងប្អូនយើងបាទហើយបន្តមកទៀតខ្ញុំហើរចូលឡើងក៏ឃើញបង្គួយបាទស្អាតទៀតពណ៌បៃតងខ្ញុំយកដៃទៅប៉ះក៏វារទុំលើដើមឈើក៏ខ្ញុំជប់ប៉ះពាល់វាចឹងទៅហើយនេះគឺខ្ញុំផ្ដិតយកទស្សនវិជ្ជាពីកន្លែងប្រាសាទនៅលើវត្តសំពៅ5ចុះទៅក្រោមវិញហើយនៅកន្លែងជាព្រះពុទ្ធរូបមុននឹងធ្វើដំណើរចុះទៅខាងក្រោមវិញហើយក៏ដូចជាលាទៅវិញនោះគឺខ្ញុំក៏ដូចជាព្រះសង្ឃតាអាចារ្យគឺថ្វាយបង្គំព្រះគឺដល់ពេលម៉ោងបាយថ្ងៃត្រង់ឪពុកម៉ែបងប្អូនយើងបាទខ្ទង់ម៉ោង10មិន10ហើយក៏ញាតិញោមគាត់រៀបចង្ហាន់សម្រាប់ឲ្យព្រះសង្ឃឆាន់អីចឹងរួចរាល់ហើយក៏ដល់វេនពួកខ្ញុំអីចឹងទៅពេលបន្ទាប់ពីព្រះសង្ឃឆាន់រួចពួកខ្ញុំហូបហើយអញ្ចឹងទៅក៏ញាតិញោមគាត់ចូលបច្ច័យជាមួយព្រះសង្ឃសម្រាប់យកបច្ច័យទាំងអស់នោះធ្វើបុណ្យនៅវត្តផិនព្រះអង្គដែលនៅស្រុកកំណើតគឺខេត្តកំពង់ស្ពឺបាទបន្ទាប់ចេញអំពីវត្តសំពៅ5មកក៏ធ្វើដំណើរទៅលើបូកគោផាឡេសបាទនេះគឺជាអគារកាស៊ីណូចាស់របស់បារាំងបាទហើយនៅលើបូកគោផាឡេសនេះគឺមានកន្លែងឲ្យយើងជ្រកភ្លៀងជ្រកថ្ងៃអង្គុយហូបបាយអីបានបាទអគារកាស៊ីណូចាស់ផិនបារាំងនេះគឺសប្តាហ៍ថ្ងៃគឺគេទុកចោលហើយអត់មានភ្ញៀវចូលទៅលេងនៅក្នុងអគារហ្នឹងទេហើយក៏គេអត់ឲ្យយើងចូលទៅលេងក្នុងនឹងដែរបាទនៅក្នុងផ្ទៃទឹកសមុទ្រនេះគឺមានកោះមួយហើយកោះនេះគឺជាកោះត្រល់ពុកម៉ែបងប្អូនយើងបាទខ្ញុំទៅដល់គឺគេប្រាប់ថាកោះត្រល់អត់ចង់ជឿទេព្រោះវានៅគៀកនៅចិត្តពីភ្នំបូកគោនឹងមែនតែនបាទបើគិតពីស្រុកយួនមកកោះត្រល់គឺយួននៅឆ្ងាយជាងពីកោះត្រល់មកភ្នំបូកគោបាទពីភ្នំបូកគោមកកោះត្រល់គឺនៅចិត្តជាងការកំពុងថ្លោមចាចូលបតកងឡានថាការកំពុងក្រឡោមបងខ្លោមបងខ្លោមខ្ញុំស្គាល់ច្បាស់ស្រុកខ្ញុំខ្វះអីស្រុកអ្នកមិញនៅណាចាខ្ញុំនៅទាំងថ្ងៃពោធិ៍សាត់យើងចាអូតែស្គាល់ផ្កាច្បាស់ស្គាល់ផ្កាហ្នឹងច្បាស់ហ្មងច្បាស់ធ្វើថ្នាំអីខ្លះថ្នាំនិយាយទៅរោគសត្វត្រីរបស់យើងចឹងហ្មងអ្នកមិញអាចចែករំលែកបានគេធ្វើមិនខ្លះអត់ដឹងទេវាប៉ុន្តែអាហ្នឹងគេធ្វើនំបាទធ្វើនំតែខ្ញុំធ្លាប់ធ្វើចឹងធ្វើនំអីមិញយើងកាន់ម្សៅយើងខ្សាយហ្នឹងហើយយើងដូចតែនេះចឹងយើងច្រកទៅមានលាយស្ករលាយអីចឹងណាចាច្រកក្នុងហ្នឹងទៅហើយនេះគេចងម៉ាត់នេះមកនេះម៉ាត់គេទុំហ្នឹងចាធ្វើនំហើយគេកាច់នេះកាច់គូតវាទុំនេះមកកុំឲ្យវាលិចអង្គអញ្ចឹងបាទហ្នឹងអានេះគេចងម៉ាត់ចឹងមកហើយយើងឆ្ងល់ឆ្ងាញ់ណាគេធ្វើនំអីគេមិញមានដឹងនំម្សៅយើងធម្មតាហ្នឹងប៉ុន្តែគេលាយស្ករលាយដូងចឹងណាដូចនំកូចឬធ្វើនំកូននំអីចឹងប៉ុន្តែគេច្រកអាហ្នឹងវាក្លិនឈ្ងុយបាទពេលធ្វើនំគេហៅនំអីនំពងខ្លោមនំពងខ្លោមនំអំពងខ្លោមនំអំពងខ្លោមចាអំពងទេអំពងខ្លោមខ្លោមប
บอกตะกองล้านทาบกากระปุงกระเหลา ក្រៅផងក្រឡោម แล้วแต่ไม่กระทำกาคนนี้กดสกอร์จะบ้าให้บ้า ក្រឡោមហ្នឹងឆ្ងល់ដែរ bọc lên rôm máu vậy ដេញដេញទៅដើមគ្នា